ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីគន្លឹះនៃការបង្កើន like page សម្រាប់បងប្អូនដែលចង់ឲ្យ page របស់បងប្អូនមាន like ឬក៏ follower ច្រើនបងប្អូនអាចធ្វើតាមវីដេអូនេះបានសម្រាប់ការធ្វើនឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែត្រូវការ link page របស់បងប្អូនយកទៅផាសនៅក្នុង website គឺជាការស្រេចហើយសម្រាប់ការធ្វើនឹងដែរបងប្អូនអត់ចាំបាច់ភ័យថានៅពេលដែលបងប្អូនបានដាក់ហើយអត់ដំណើរការឬក៏អត់ទទួលបានលទ្ធផលទេបងប្អូនដោយ follower ដែលបងប្អូនបានឃើញនៅខាងលើនឹងដែរគឺជា follower ដែលខ្ញុំបានដាក់ពីមុនមកបងប្អូនអញ្ចឹងដើម្បីកុំឲ្យខាត់ពេលយូរយើងចូលទៅធ្វើទាំងអស់គ្នាតែម្ដងដំបូងបងប្អូនអាចចូលមកក្នុង page របស់បងប្អូនសិនមកដើម្បីចូលមក copy link ជាមុនសិនឧទាហរណ៍ថាសម្រាប់ខ្ញុំគឺខ្ញុំចូលមកក្នុង page បែបនេះហ៎បងប្អូនពេលដែលបងប្អូនចូលមកក្នុង page របស់បងប្អូនហើយដើម្បីធ្វើការ copy link បានបងប្អូនឃើញសញ្ញាទ្រាប3ដែលនៅខាងស្ដាំដៃនឹងអត់បងប្អូនចុចទៅលើសញ្ញាទ្រាប3នឹងមកហើយបន្តមកទៀតបងប្អូនបន្តចុចនៅលើពាក្យ copy link បន្ទាប់ពី copy link បានហើយបងប្អូនអាចធ្វើការចេញពីក្នុង page របស់បងប្អូនសិនមកដើម្បីចូលទៅក្នុង website វិញម្ដងសម្រាប់របៀបនៃការចូលទៅក្នុង website នឹងដែរគឺអត់ពិបាកទេបងប្អូនគឺយើងគ្រាន់តែចូលតាមរយៈ browser ណាមួយដែលបងប្អូនមានសិនជាបងប្អូនមាន Safari បងប្អូនក៏អាចចូលតាមរយៈ Safari ហើយបើសិនជាបងប្អូនមាន Chrome បងប្អូនក៏អាចចូលតាមរយៈ Chrome បានដូចគ្នាណាបងប្អូនហើយមួយវិញទៀតបងប្អូនក៏អាចចូលតាមរយៈ Google បានដូចគ្នាបងប្អូនឧទាហរណ៍ថាសម្រាប់វីដេអូនេះដែរគឺខ្ញុំចូលតាមរយៈ Google បងប្អូនបន្តមកទៀតបងប្អូនគ្រាន់តែសេចពាក្យថាខ្មែរ SMMអូខេបងប្អូនចុចពាក្យ search នៅខាងក្រោមនឹងមកហើយនៅខាងលើនេះដែរគឺជា link ចូលទៅក្នុង website របស់យើងបងប្អូនអញ្ចឹងបងប្អូនធ្វើការចុចនៅតាម link នឹងមកដើម្បីចូលទៅក្នុង website របស់យើងបន្តតែម្ដងសម្រាប់ website របស់យើងគឺមានទម្រង់បែបនេះបងប្អូនសម្រាប់បងប្អូនដែលបានធ្វើការចុះឈ្មោះចូលទៅក្នុង website ហើយនៅពេលដែលបងប្អូនចុចនៅតាម link មុននឹងនោះនឹងដូចជាផ្ទាំង website បែបនេះមកបងប្អូនប៉ុន្តែសម្រាប់បងប្អូនដែលអត់ទាន់បានចុះឈ្មោះចូលទៅក្នុង website ទេបងប្អូនក៏អាចធ្វើការចុះឈ្មោះចូលទៅក្នុង website ដើម្បីអាចប្រើប្រាស់សេវាកម្មដែលមាននៅខាងក្នុង website នេះបានណាបងប្អូនសម្រាប់ link អំពីរបៀបចុះឈ្មោះនិងរបៀបដាក់លុយចូលទៅក្នុង website ខ្ញុំនឹងដាក់ link ជូនបងប្អូននៅខាងក្រោមវីដេអូនេះតែម្ដងនៅក្នុង website នេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនតែសម្រាប់វីដេអូនេះដែរខ្ញុំនឹងបង្ហាញបងប្អូនអំពីគន្លឹះនៃការបង្កើន like ឬក៏ follower ទៅលើ Facebook page អញ្ចឹងជាដំបូងបងប្អូនអាចធ្វើការចុចនៅលើ logo Facebook នឹងសិនមកបន្តមកទៀតបងប្អូនបន្តអូសមកក្រោមបន្តិចដើម្បីចុចនៅកន្លែង category នេះសម្រាប់កន្លែងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលទាក់ទងជាមួយនឹង Facebook បងប្អូនតែបងប្អូនមើលលើ Facebook page like និង follower បងប្អូនអូខេបងប្អូនចុចនៅលើពាក្យ Facebook page like បូក follower នឹងមកចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង service សម្រាប់កន្លែង service នឹងដែរគឺបងប្អូនធ្វើការជ្រើសរើសសេវាកម្មមកតង់ទៀតនៅក្នុងនេះដែរគឺយើងមានសេវាកម្មជាច្រើនដែលបងប្អូនអាចធ្វើការជ្រើសរើសប្រើប្រាស់បានទៅតាមតម្រូវការរបស់បងប្អូនសម្រាប់សេវាកម្មទាំងអស់នឹងដែរគឺសុទ្ធតែមានតម្លៃធូរថ្លៃទាំងអស់បងប្អូនសេវាកម្មដែលមានតម្លៃខ្ពស់បំផុតគឺត្រឹមតែ$2ទេនៅក្នុង1000 follower ឬក៏ like បងប្អូនអញ្ចឹងសម្រាប់បងប្អូនពេញចិត្តនៅសេវាកម្មមួយណាឬក៏មួយណាដែលជាតម្រូវការរបស់បងប្អូនអាចធ្វើការជ្រើសរើសនៅសេវាកម្មមួយនឹងបានបើសម្រាប់ខ្ញុំគឺខ្ញុំនឹងធ្វើការជ្រើសរើសសេវាកម្មដែលមាន ID code 10កត់305បងប្អូនគឺ Facebook page like បូកជាមួយនឹង follower បងប្អូនសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល16នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលហើយបងប្អូនហើយចំណុចបន្តមកទៀតបងប្អូនមើលនៅកន្លែង pop link សម្រាប់ pop link នឹងដែរគឺខ្ញុំនឹងធ្វើការផាស link ដែលខ្ញុំបាន copy ពីដើមវីដេអូមកបងប្អូនសម្រាប់បងប្អូនដែលអត់ទាន់បានធ្វើការ copy link ទេបងប្អូនក៏អាចចូលទៅក្នុង page របស់បងប្អូនបន្តមកទៀតបងប្អូនធ្វើការ copy link ដើម្បីយកមកផាសនៅក្នុង website នេះវិញបងប្អូនសម្រាប់របៀបនៃការផាស link នឹងដែរគឺអត់ពិបាកទេគឺយើងគ្រាន់តែសកត់ទៅលើ pop link នោះនឹងលោតអក្សរផាសមកឲ្យបងប្អូនអញ្ចឹងបងប្អូនចុចទៅលើអក្សរផាសនឹងទៅគឺបងប្អូនអាចផាស link នឹងបានហើយបន្ទាប់ពីផាស link ហើយបងប្អូនមើលបន្តនៅកន្លែង quantity សម្រាប់កន្លែងនឹងដែរគឺបងប្អូនធ្វើការដាក់ចំនួន like និង follower ដែលបងប្អូនចង់បាននៅត្រង់កន្លែងនឹងដែរគឺបងប្អូនអាចដាក់បានចាប់ពី10ទៅដល់ 100k follower និង like បងប្អូនអញ្ចឹងនៅចន្លោះតួលេខនឹងដែរបងប្អូនចង់ដាក់ប៉ុន្មានក៏បានដែរអាស្រ័យទៅលើតម្រូវការរបស់បងប្អូនផ្ទាល់ប៉ុន្តែបងប្អូនត្រូវចាំថាបងប្អូនអាចដាក់តិចបំផុតគឺត្រឹម10ហើយនិងច្រើនបំផុតគឺត្រឹម 100k បងប្អូនឧទាហរណ៍ថាសម្រាប់ខ្ញុំធ្វើវីដេអូបង្ហាញបងប្អូនអញ្ចឹងគឺខ្ញុំអត់ដាក់ច្រើនទេគឺខ្ញុំដាក់ត្រឹមតែ10ទេបងប្អូនបន្ទាប់ពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនមកបន្តនៅកន្លែងឆាតសម្រាប់កន្លែងឆាតនឹងដែរគឺវានឹងគិតលុយស្រាប់ៗមកបងប្អូនតែម្ដងថានៅពេលដែលបងប្អូនដាក់ចំនួនប៉ុណ្ណេះតើបងប្អូននឹងត្រូវចំណាយលុយអស់ប៉ុន្មានណាបងប្អូនហើយកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលអាស្រ័យទៅលើចំនួន like ឬក៏ follower ដែលបងប្អូនបានដាក់នៅខាងលើហើយថាបងប្អូនដាក់ចំនួនលើពី10បងប្អូនដាក់20 30 40ឬក៏50អញ្ចឹងនៅកន្លែងឆាតនឹងដែរគឺវានឹងប្រែប្រួលទៅតាមនឹងដែរបងប្អូនពីបងប្អូនបានដាក់នៅចំនួនដែលបងប្អូនចង់បានអស់ហើយបងប្អូនគ្រាន់តែពិនិត្យមើលនៅសេវាកម្មដែលបងប្អូនបានជ្រើសរើសនៅខាងលើនឹងថាត្រឹមត្រូវអស់ហើយឬនៅបងប្អូនពិនិត្យមើលនៅកន្លែង category service link quantity ថាត្រឹមត្រូវអស់ហើយឬនៅបើសិនជាចំណុចទាំងអស់នឹងត្រឹមត្រូវអស់ហើយបងប្អូនអាចធ្វើការចុចនៅលើពាក្យ submit នេះបានបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងលោតជាវិក័យប័ត្របែបនេះមកបងប្អូនគឺមានន័យថាការបញ្ជាទិញរបស់បងប្អូនគឺត្រូវបានទទួលយកសម្រាប់សេវាកម្មនេះដែរគឺបងប្អូនរងចាំរយៈពេល16នាទីបន្ទាប់ពីបងប្អូនបានធ្វើការចុច submit ហើយនោះនឹងដឹងលទ្ធផលហើយបងប្អូនតែបើជាក់ស្ដែងទៅគឺអត់ដល់16នាទីទេបងប្អូនគឺត្រឹមតែ4-5នាទីអីគឺដឹងលទ្ធផលហើយបងប្អូនប៉ុន្តែនៅក្នុងកំឡុងពេលរងចាំនឹងដែរគឺខ្ញុំអត់តម្រូវបងប្អូននៅក្នុង website នឹងទេគឺបងប្អូនអាចធ្វើការ clear website ចេញបានហើយសម្រាប់វីដេអូអំពីរបៀបនៃការ boost like ឬក៏ follower ក៏បញ្ចប់
តែត្រឹមហ្នឹងសម្រាប់បងប្អូនអត់ទាន់នៅត្រង់ចំណុចណាទេបងប្អូនក៏អាចត្រឡប់ទៅមើលវីដេអូពីដើមមកវិញបានណាបងប្អូនហើយក៏សូមអធិស្ឋានបងប្អូនទាំងអស់គ្នាចំពោះពាក្យសម្ដីលើសលួសឬក៏មិនសមរម្យនៅត្រង់ចំណុចណាឬក៏សម្លេងរំខានណាមួយសូមអរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការទស្សនាជួបគ្នានៅវីដេអូក្រោយ